ចេញដំបូងនោះគឺជាយុទ្ធនាការថ្ងៃនេះខ្ញុំមិនប្រើខុសផ្លាស់ទៅទេគឺយុទ្ធនាការមួយនេះត្រូវបានចូលរួមគ្រប់គ្រងយ៉ាងពេញទំហឹងពីសិស្សានុសិស្សលោកគ្រូអ្នកគ្រូព្រះសង្ឃកម្មករកម្មការិនីយើងបានដាក់ចេញនៅក្នុងថ្ងៃទី1ខែកញ្ញាឆ្នាំ2023រហូតមកដល់ពេលនេះគឺមានការបដិញ្ញាចិត្តរហូតដល់ជាង11លានអ្នកអង្គអ្នកហើយដែលបានចូលរួមបដិញ្ញាចិត្តដោយសារតែទទួលបាននូវភាពជោគជ័យនៃការគ្រប់គ្រងនៅក្នុងយុទ្ធនាការមួយនេះក្រសួងបរិស្ថានក៏បានឈានមួយជំហានទៀតនៅលើភាពស្អាតគឺដាក់ចេញនៅយុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបានចា៎យុទ្ធនាការនេះក៏ទទួលបានការគ្រប់គ្រងយ៉ាងខ្លាំងពីសំណាក់អាជ្ញាធរមូលដ្ឋានលោកគ្រូអ្នកគ្រូទាំងអស់ផងដែរជាពិសេសគឺបងប្អូនសិស្សានុសិស្សយើងបានចូលរួមទាំងអស់គ្នានៅក្នុងការសម្អាតបរិស្ថាននៅក្នុងបរិវេណសាលារៀនក៏ដូចជាមូលដ្ឋានរស់នៅរបស់យើងផងដែរចា៎ឥឡូវនេះយើងបានឈានមួយជំហានទៀតហើយបន្ទាប់ពីយុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបានគឺយុទ្ធនាការអីចាផ្លូវជាតិគ្មានសម្រាមនិងសំណល់ផ្លាស្ទិកយើងគ្រាន់តែពង្រីកនៅយុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបានដែលយើងអនុវត្តជាប្រចាំជាពិសេសបងប្អូនសិស្សានុសិស្សនៅតាមសាលារៀនគឺព្រលឹមឡើងគឺយើងអ្នកគ្រូអ្នកលោកគ្រូបាននាំយើងសម្អាតបរិវេណសាលាមែនទេចាអញ្ចឹងពេលយើងសម្អាតហើយតទៅបន្តិចទៀតយើងឈានទៅសម្អាតផ្លូវជាតិតាមដងផ្លូវជាតិយើងផងបានអត់ចានេះហើយគឺជាការចូលរួមនៅក្នុងយុទ្ធនាការផ្លូវជាតិជាសម្រាប់និងសំណល់ផ្លាស្ទិកគឺយើងធ្វើឡើងដើម្បីឲ្យបរិស្ថានជុំវិញយើងគឺមានភាពស្អាតសូមបញ្ជាក់ជូនផងដែរថាយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានដែលក្រសួងបរិស្ថានបានដាក់ចេញគឺមានមុំសំខាន់ចំនួន3គឺភាពស្អាតភាពបៃតងនិងទេសភាពស្អាតគឺយើងសំដៅស្អាតទាំងផ្នែកគំនិតផ្លូវនេះក្នុងចិត្តរបស់យើងផងថាយើងមានផ្នែកគំនិតវិជ្ជមានចំពោះបរិស្ថានគឺបានន័យថាយើងជាសិស្សានុសិស្សត្រូវយល់ដឹងថាបរិស្ថានស្អាតលុះត្រាណាតែយើងនេះដឹងថាអាបរិស្ថានអាផ្លាស្ទិកអាសម្រាមអីទាំងអស់ហ្នឹងតើវាផ្ដល់ផលប៉ះពាល់អីមកដល់យើងខ្លះនៅពេលដែលយើងមានចិត្តគំនិតវិជ្ជមានយើងនឹងចេះទុកដាក់ឲ្យបានត្រឹមត្រូវចាអញ្ចឹងគឺស្អាតទាំងផ្នែកគំនិតស្អាតទាំងនៅលើដីស្អាតទាំងលើទឹកស្អាតទាំងលើមេឃផ្នែកគំនិតអត្តចរិតស្អាតរបស់កម្ពុជាឆ្លុះបញ្ចាំងទៅលើឆាកអន្តរជាតិទៀតឲ្យបរទេសមើលមកឃើញថាកម្ពុជាយើងពិតជាស្អាតគឺស្អាតគ្រប់ផ្នែកទាំងអស់ចាអញ្ចឹងហើយគឺមិនមែនតែនៅក្នុងផ្ទះទេជុំវិញផ្ទះផ្លូវជាតិផងដែរគឺត្រូវតែស្អាត